ធ្វើផ្នែកទីផ្សារគួរយល់យើងមិនឃើញគេធ្វើទៅត្រូវហើយចេះចង់ធ្វើតាមគេទេវីដេអូនេះសម្រាប់បងប្អូនដែលចង់ចាប់ផ្ដើមការងារផ្នែកទីផ្សារឬក៏អ្នកដែលកំពុងធ្វើការងារផ្នែកទីផ្សារនេះស្រាប់បន្តិចទៀតនេះខ្ញុំនឹងចែករំលែកខ្លះៗតាមរយៈបទពិសោធន៍របស់ខ្ញុំ10ឆ្នាំកន្លងមកនេះតាក់ទងជាមួយនឹងយុទ្ធសាស្ត្រទីផ្សារសម្រាប់អាជីវកម្មផ្សេងៗគ្នាសម្រាប់អ្នកដែលអត់ទាន់ស្គាល់ខ្ញុំឈ្មោះបណ្ឌិតខ្ញុំជាអ្នកប្រឹក្សានិងបណ្ដុះបណ្ដាលផ្នែកទីផ្សារនិង AI 6ឆ្នាំកន្លងមកនេះខ្ញុំបង្រៀនសិស្សបានជាង1000អ្នកដែរហើយតាមបទពិសោធន៍ការងាររបស់ខ្ញុំ10ឆ្នាំកន្លងមកនេះខ្ញុំឆ្លងកាត់វិស័យច្រើនគួរសមដែរអញ្ចឹងមានតាំងពីវិស័យ Investment Association បាទការវិនិយោគវិស័យតាក់ទងជាមួយ e-commerce តាក់ទងមួយគ្រឿង accessory របស់ស្ត្រីតាក់ទងជាមួយនឹង e-commerce របស់ F&B បាទហើយក៏តាក់ទងជាមួយនឹងវិស័យ retail បាទអញ្ចឹង mart អីហ្នឹងណាហ្នឹងហើយបន្ទាប់ពី retail មកក៏ខ្ញុំឆ្លងកាត់ចូលវិស័យ property បាទអញ្ចឹងតាក់ទងមួយបរិយាបាទផ្ទះល្វែងអីហ្នឹងបាទចប់ពី property មកក៏ខ្ញុំបានឆ្លងកាត់ចូលវិស័យអប់រំបាទ education បាទ education ហ្នឹងគឺខាងសាលាហ្មងណាហ្នឹងហើយតែចប់ពីសាលាហ្នឹងមកក៏ខ្ញុំបានឆ្លងកាត់បទពិសោធន៍មួយទៀតគឺក្នុងផ្នែក agency បាទជា digital marketing agency បាទចប់ពី digital marketing agency ហ្នឹងក៏ខ្ញុំបានឆ្លងកាត់ចូលក្នុងវិស័យមួយទៀតគឺវិស័យអប់រំ training ដែលវិស័យដែលខ្ញុំកំពុងតែធ្វើបច្ចុប្បន្ននេះហ្នឹងហើយអញ្ចឹងខ្ញុំបានឆ្លងកាត់វិស័យទាំងអស់ហ្នឹងមកធ្វើឲ្យខ្ញុំបានដឹងច្រើនដែរថាតើវិស័យនីមួយៗនេះយើងគួរធ្វើយុទ្ធសាស្ត្រទីផ្សារយ៉ាងម៉េចព្រោះក្នុងវិស័យមួយៗគឺយើងអាចធ្វើបានដូចគ្នាទេវិស័យវិនិយោគក្នុងការធ្វើទីផ្សារយើងអាចយកមក apply ការធ្វើទីផ្សារសម្រាប់វិស័យ retail ទេវិស័យ retail ក៏យើងមិនអាចយកយុទ្ធសាស្ត្រទីផ្សារទៅ apply នៅក្នុង e-commerce បានដែរបាទអញ្ចឹងខ្ញុំនឹងចែករំលែកទៅបងប្អូនអរគ្នាថាតើក្នុងវិស័យមួយហ្នឹងតាមបទពិសោធន៍របស់ខ្ញុំយើងគួរធ្វើយុទ្ធសាស្ត្រទីផ្សារផ្ដោតទៅលើអីគេអញ្ចឹងយើងចាប់ផ្ដើមពីទី1គឺវិស័យinvestment បាទអញ្ចឹងខ្ញុំធ្វើផ្នែក investment ហ្នឹងគឺជាសហគមន៍មួយឬក៏យើងហៅថាសមាគមអ្នកវិនិយោគអញ្ចឹងនៅក្នុងហ្នឹងគឺការធ្វើទីផ្សារគឺយើងផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយអីច្រើនទេព្រោះយើងមានសមាជិកដែលជាម្ចាស់ភាគហ៊ុនបាទខ្ទង់100នាក់នៅក្នុងសមាគមរបស់យើងអញ្ចឹងពេលហ្នឹងគឺ marketing ទូនីតិគឺធ្វើមិនផ្សាយទៅបាទផ្សាយផ្សព្វផ្សាយពីយើងពីសកម្មភាពពី progress របស់យើងទៅ member របស់យើងជាសំខាន់ទី1ហើយការផ្សាយសម្រាប់ទៅសាធារណៈទូទៅហ្នឹងគឺយើងមិនទាន់ត្រូវការផ្សាយអីខ្លាំងទេព្រោះយើងអត់មានត្រូវការផ្សាយដើម្បីតាក់ទាញអ្នកវិនិយោគថ្មីៗទេព្រោះវិនិយោគថ្មីដែលបានមកពេលដែលខ្ញុំធ្វើការហ្នឹងគឺយើងបានគេច្រើនតាម referral word of mouth ណាអញ្ចឹងគេបាន marketing តាមរយៈ word of mouth វិញអញ្ចឹង member របស់យើងគាត់ជាអ្នកណែនាំបន្តទៅអ្នកដែលគាត់ស្គាល់ហ្នឹងដើម្បីខ្លាចចូលជា member ជាមួយសមាគមយើងដែរអញ្ចឹងការផ្សព្វផ្សាយរបស់យើងគ្រាន់តែយើងផ្សាយពីសកម្មភាពរបស់យើងខ្លះយើងធ្វើអីខ្លះបាទអានេះខ្ញុំចង់និយាយនៅលើ social media ការផ្សាយទៅ public ណាហ្នឹងហើយការធ្វើអីខ្លះបាទ member របស់យើងគាត់ធ្វើអីខ្លះគាត់បានសមិទ្ធផលអីហ្នឹងហើយយើងអាច share ពី best practice ផ្សេងមួយចំនួនដែលនៅការធ្វើអាជីវកម្មនៅលើសកលលោកអីចឹងទៅដើម្បីឲ្យសាធារណជនគាត់ស្គាល់ពីយើងគាត់រៀនសូត្រពីអ្វីដែលចែករំលែកហើយក៏សម្រាប់ member របស់យើងគាត់ឃើញយើង active គាត់ឃើញយើងចែករំលែកចឹងក៏គាត់សប្បាយចិត្តដែរអញ្ចឹងហ្នឹងហើយអញ្ចឹងអាហ្នឹងជាការបដោតសម្រាប់លក្ខណៈជាសមាគមវិនិយោគនោះដូចខ្ញុំបញ្ជាក់ទី1គឺយើងមិនបដោតខ្លាំងទៅលើការផ្សាយទៅសាធារណជនទូទៅទេយើងបដោតសំខាន់ទៅលើភ្ញៀវរបស់យើងដែលនៅក្នុងដៃនេះដែលគាត់កំពុងតែចូលរួមជាមួយយើងអ្នកភ្ញៀវហ្នឹងមែនតើគឺគាត់ដាក់លុយចូលមកដើម្បីវិនិយោគជាមួយយើងអញ្ចឹងយើងធ្វើម៉េចផ្សព្វផ្សាយទៅគាត់ engage ជាមួយគាត់មែនតើអាហ្នឹងវាចូលដល់កម្រិតមួយយើងហៅ CRM ហ្នឹងមានន័យថា customer relationship management គឺយើង take care ពួកគាត់ណាច្រើនជាងផ្សព្វផ្សាយដើម្បីតាក់ទាញអ្នកថ្មីហើយទោះបីជាយើងផ្សព្វផ្សាយជាសាធារណៈទូទៅគឺដើម្បីឲ្យគាត់នឹង engage ជាមួយនឹងភ្ញៀវរបស់យើងតាហ្នឹងហើយហ្នឹងក៏ដើម្បីសាធារណជនទូទៅមិនមែនដើម្បីទាមទារគាត់មកចូលរួមអីជាមួយយើងទេគាត់ថាដើម្បីចែករំលែកចំណេះដឹងក្នុងនាមជាអ្នកវិនិយោគក្នុងវិស័យវិនិយោគបាទក្នុងសកម្មភាពដែលយើងធ្វើអីហ្នឹងទៅឲ្យគាត់បានស្គាល់បានឮពីយើងទៅហ្នឹងបាទទី2វិស័យ e-commerce បាទអញ្ចឹង e-commerce ក៏វារៀងប្លែកទៅដែរព្រោះទៅពេលហ្នឹងគឺខ្ញុំបានឆ្លងកាត់ e-commerce នៅប្រទេសបាទនៅអឺរ៉ុបបាទមិននៅខ្មែរយើងទេហើយខ្ញុំគិតថាទោះបីជា e-commerce នៅខ្មែរក៏អត់សូវខុសគ្នាប្រហែលដែរពេលដែលខ្ញុំនិយាយ e-commerce នេះវាមិនមែនថាយើងផុស run ad លក់តាម Facebook ណាផ្សេងគ្នា e-commerce ដូចជា platform amazon.com នៅខ្មែរយើងមាន platform មួយចំនួនដែរបាទដែលខ្ញុំអត់ហ៊ាននិយាយឈ្មោះខ្លាចនិយាយទៅខុស
ដែលម្ចាស់អាជីវកម្មមួយៗគាត់អាចបង្កើតតូបនៅលើ website របស់គេហ្នឹងទៅហើយយើងដាក់លក់ឲ្យបានរបស់យើងហ្នឹងទៅអញ្ចឹងណាហ្នឹងហើយអញ្ចឹងដូចតៅប៉ាវដូចអីអញ្ចឹងណានឹង Alibaba AliExpress អីផ្សេងៗអញ្ចឹងពេលដែលយើងលក់ផ្ដោតនៅលើ e-commerce អាជីវកម្មរបស់យើងផ្ដោតទៅលើ e-commerce យើងអត់មាន store មានអីអញ្ចឹងឧទាហរណ៍ឬក៏យើងមាន store តែ store ទូចដែលយើងផ្ដោតសំខាន់នៅលើ e-commerce ការផ្សព្វផ្សាយរបស់យើងគឺយើងក៏មិនមែនផ្សាយតាម social media អីខ្លាំងឲ្យក្ដួងក្ដាំងអីខ្លាំងដែរបាទព្រោះភ្ញៀវរបស់យើងគឺគាត់នៅក្នុង e-commerce ហ្នឹងស្រាប់ហើយមានន័យថាយើងទៅទាញភ្ញៀវពីក្រៅដែលអត់ធ្លាប់ប្រើអា platform e-commerce ដែលយើងកំពុងតែលក់ហ្នឹងគឺវាមិនស្រួលប្រហែលទេវាពិបាកហើយតួនាទីអ្នកដែលគាត់ទៅទាញភ្ញៀវឲ្យចូលនៅក្នុង platform ហ្នឹងគឺមិនមែនជាយើងទេគឺម្ចាស់ platform ហ្នឹងគឺម្ចាស់ e-commerce ហ្នឹងដែលយើងអ្នកលក់ហ្នឹងយើងត្រូវបង់ commission គាត់អញ្ចឹងសួរថាតើធ្វើម៉េចដើម្បីយើងអាចធ្វើទីផ្សារបានល្អនៅក្នុង e-commerce យើងផ្ដោតសំខាន់ទៅលើ algorithm របស់ e-commerce យើងត្រូវយល់ថាតើ e-commerce ហ្នឹងក៏មាន function មានមុខងារអីខ្លះហើយថាតើ best practice អ្នកដែលលក់បានច្រើនលក់បានដាច់នៅក្នុង e-commerce ហ្នឹងគេធ្វើរបៀបម៉េចណាអញ្ចឹងសំខាន់បំផុតគឺលើការផ្សព្វផ្សាយរបស់យើងនៅក្នុង platform របស់យើងមិនមែនការផ្សព្វផ្សាយនៅខាងក្រៅទេខ្ញុំចង់និយាយអញ្ចឹងហ្នឹងហើយអញ្ចឹងការផ្សព្វផ្សាយរបស់យើងនៅក្នុង platform e-commerce របស់យើងហ្នឹងមានន័យថាតាំងពីរូបភាពរបស់យើងទី1គឺត្រូវតែស្អាតណាស្អាតហើយឲ្យត្រូវតាមលក្ខខណ្ឌរបស់ platform របស់គេបាទហើយឲ្យមានចម្រុះរូបភាពបើសិនជាគេអនុញ្ញាតឲ្យយើងមានរូបភាព10សម្រាប់ប្រដាក់មួយហ្នឹងគឺយើងត្រូវតែមានឲ្យគ្រប់10ហើយធ្វើឲ្យល្អៗមកមិនមែនថា10ដាក់តែ1ទៅដាក់តែ2អត់ទេគឺឲ្យបាន10ចឹងទៅបើគេឲ្យកាន់តែច្រើនយើងដាក់កាន់តែច្រើនតាមតែយើងអាចធ្វើទៅបានទៅតាមលក្ខខណ្ឌដែលគេឲ្យអនុញ្ញាតបើគេឲ្យថតជាប់ទាំងដៃជាប់ទាំងមនុស្សយើងថតឲ្យជាប់ទាំងដៃទាំងមនុស្សបើគេអត់ទេក៏អត់ទៅតែយើងជាយាមមិនឲ្យបានច្រើនហើយស្អាតស្អាតតាក់ទងមួយប្រដាក់របស់យើងពួកភ្ញៀវក៏ចូលចិត្តមើលអាហ្នឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងទី2តាក់ទងជាមួយនឹង title របស់ product ព្រោះអាចថាភ្ញៀវគាត់ចូលមកគាត់ search គាត់អីអញ្ចឹងណាហ្នឹងហើយនឹង category របស់ product ដើម្បីឲ្យភ្ញៀវអាច filter ទៅឃើញតាក់ទងមួយជំរើសអញ្ចឹងមានពណ៌ច្រើនពណ៌បាទមានច្រើនទំហំអីអញ្ចឹងទៅអាហ្នឹងគឺយើងត្រូវពេញឲ្យអស់ហើយនឹង description មិនពី title យើងត្រូវមាន description ឲ្យវាពេញលេញគ្រប់គ្រាន់ទៀតព្រោះ description ក៏អាចជាកត្តាមួយឲ្យភ្ញៀវគាត់ search ទៅឃើញដែរណាអញ្ចឹងទាំងអស់ហ្នឹងវាជាចំណុចសំខាន់ដែលយើងត្រូវផ្ដោតនៅលើ e-commerce ហើយសម្រាប់ការផ្សព្វផ្សាយវិញយើងធ្វើម៉េចក៏យើងអាចផ្សព្វផ្សាយដែរតែយើងផ្សព្វផ្សាយនៅក្នុង e-commerce របស់យើងដែរមានន័យថាផ្សព្វផ្សាយហ្នឹងគឺដូចថាយើងឲ្យលុយទៅគេដូចថារយៈពេលមួយខែប្រហែល$100ឬក៏មួយអាទិត្យប្រហែល$100ដាក់ banner របស់យើងមួយពេលដែលភ្ញៀវចូលមកគាត់ឃើញ product របស់យើងអីចឹងទៅព្រោះនៅក្នុង e-commerce មានអ្នកលក់រាប់រយរាប់ពាន់នាក់ណារាប់ម៉ឺន product ដូចនៅក្នុងផ្សារមួយអញ្ចឹងយើងពេលដែលយើងដាក់ banner នៅលើ app ហ្នឹងដំបូងគេមានន័យថាពេលដែលអ្នកដែលគាត់ចូលមកភ្លាមដូចថាចូលមកច្រកផ្សារខ្លោងទ្វារផ្សារអញ្ចឹងច្រកទី1គឺគាត់ឃើញផលិតផលរបស់យើងមកអញ្ចឹងបើសិនជាមានអ្នកខ្លះគាត់អាចត្រូវជាមួយផលិតផលរបស់យើងគាត់អាចនឹងដើររកតូបរបស់យើងនៅក្នុងផ្សារហ្នឹងឬក៏គាត់អាចចុច click លើ banner ហ្នឹងទៅទិញយើងតែម្ដងអីចឹងទៅអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងនេះខ្ញុំចង់សំដៅលើ e-commerce platform ហ្នឹងបាទអ្វីដែលយើងត្រូវផ្ដោតបាទអញ្ចឹងបើយើងផ្ដោតលើ product របស់យើង display របស់យើង title description ពណ៌ទំហំអីទាំងអស់ហ្នឹងឲ្យវាស្អាតឲ្យវាពេញលេញ spec product របស់ផ្សេងៗហើយនឹងតាក់ទងជាមួយនឹងការផ្សព្វផ្សាយនៅលើ e-commerce ហ្នឹងណាហ្នឹងហើយហើយមួយទៀតនៅលើ platform យើងអាចធ្វើបានដែរគឺ promotion មានន័យថាយើងអាចចូលក្នុងអា block discount របស់គេគឺមាន flash sale គឺមានអីចឹងគេប្រមូលក្រុមហ៊ុនផ្សេងៗហ្នឹងធ្វើម៉េចយើងចូលនៅក្នុងនោះឲ្យបានបាទច្រើនឬតិចឲ្យឆាប់ឲ្យមាន present នៅក្នុងអា promotion ផ្សេងៗហ្នឹងណាព្រោះអាហ្នឹងវាជាឱកាសល្អក្នុងការជំរុញការលក់របស់យើងបើសិនជាភ្ញៀវថ្មីដែលមិនទាន់ស្គាល់បើយើងជឿជាក់ថាproductយើងល្អហើយបើគេស្គាល់ហើយគេនឹងទិញទៀតយើងកុំខ្លាចចូលអញ្ចឹងយើង invest ដំបូងជាមួយនឹង platform ហ្នឹងទៅបាទចែកគ្នាចេញទៅលើអាការ discount ឲ្យភ្ញៀវហ្នឹងអញ្ចឹងទៅបាទគេចេញ free delivery យើងចេញ discount អញ្ចឹងឧទាហរណ៍ណាអញ្ចឹងពេលដែលយើងចូលជាមួយគេអញ្ចឹងពេលដំបូងហ្នឹងអត់ចំណេញទេក៏ប៉ុន្តែពេលក្រោយមកទៀតបើ product យើងល្អគូប្រកួតប្រជែងយើងមានតិចឬក៏អត់មានអាណាល្អដូចយើងភ្ញៀវគាត់ប្រកាសជា return មកយើងវិញអញ្ចឹងហ្នឹងហើយអញ្ចឹងអាហ្នឹងជាអ្វីដែលយើងត្រូវធ្វើណានៅលើ platform e-commerce អញ្ចឹងខ្ញុំនិយាយមិញមាន3ទី1គឺ optimize ទៅលើ product display របស់យើងអញ្ចឹងទាំងរូបភាព description ទំហំពណ៌ណាtitle product អីទាំងអស់ហ្នឹងទី2តាក់ទងជាមួយនឹងការផ្សព្វផ្សាយនៅក្នុង e-commerce និង advertise អញ្ចឹងយើងឲ្យលុយទៅ platform ដើម្បីឲ្យគេ load banner របស់យើងនៅឆ្វេងនៅស្ដាំអីអញ្ចឹងណាហ្នឹងហើយទី3គឺយើងផ្ដោតទៅលើដាក់ការ discount អញ្ចឹងយើងចូលរួមជាមួយ flash sale seasonal sale promotion អីផ្សេងៗជាមួយគេអញ្ចឹងទៅបាទដើម្បីអាច export ទៅភ្ញៀវបានច្រើនហើយអាពេលហ្នឹងគឺភ្ញៀវចូលចិត្តទិញច្រើនណាហ្នឹងហើយអញ្ចឹង
អាហ្នឹងគឺជា e-commerce ហើយអ្វីដែលខ្ញុំនិយាយមិញនេះគឺមិនមែនតែ e-commerce ដែល apply ទៅលើអឺវិស័យ accessory ហើយ website ធំៗចឹងឯងមែនតើក៏ខ្ញុំធ្លាប់ធ្វើ e-commerce ខាងចំណីអាហារដែរក៏ខ្ញុំធ្លាប់មានបើក store នៅលើ Food Panda ញ៉ាំ24 Eat អីទាំងអស់ហ្នឹងណាហើយទាំងអស់ហ្នឹងគឺដូចគ្នាអញ្ចឹងឲ្យតែថាពាក្យថា e-commerce ការផ្សព្វផ្សាយរបស់យើងគឺអញ្ចឹងបាទអញ្ចឹងដូចអ្នកខ្លះហ្នឹងគាត់ផ្សព្វផ្សាយដាក់លក់ឲ្យបែរអីវ៉ាន់ឬក៏ម៉ូតូឡានអីនៅលើខ្មែរ24ហ្នឹងក៏ platform e-commerce ធំមួយរបស់ខ្មែរយើងដែរអញ្ចឹងរបៀបក្នុងការគាត់ធ្វើគឺគាត់ត្រូវយល់ពី platform នោះច្បាស់ទៅ optimize នៅក្នុងហ្នឹងឲ្យល្អបាទហើយត្រូវអាចផ្សាយពាណិជ្ជកម្មខ្លះទៅឬក៏អាចមាន promotion discount នៅក្នុង category ដែលគេ flash group promotion របស់គេ promote business មកជុំគ្នានឹងឯងណាបាទអញ្ចឹងសួរថាតើការ digital យើងធ្វើមិនមែនតើ digital យើងនៅតែអាចធ្វើបានគាត់ថាពេលដែលយើងធ្វើ digital គឺយើងមិនមែនថាទាញភ្ញៀវពី digital ហ្នឹងចូលមក platform យើងអាចធ្វើអញ្ចឹងបានក៏ប៉ុន្តែជាទូទៅនៅខ្មែរយើងបើយើងធ្វើអញ្ចឹងយើងអាចខាត commission ឬអាចខាតអីអញ្ចឹងណាហើយដូចខ្ញុំបញ្ជាក់អញ្ចឹងថាតួនាទីទាញភ្ញៀវពីក្រៅចូលមក platform គឺតួនាទីរបស់ platform ព្រោះអ្នកលក់នៅក្នុង platform មានច្រើនពេលខ្លះយើងទាញភ្ញៀវមកភ្ញៀវអត់មករកយើងទេភ្ញៀវទៅឃើញ computer របស់យើងទៅទិញ computer អាហ្នឹងក៏វាអាចជាបញ្ហានឹងដែរអញ្ចឹងយើងអាចធ្វើនៅលើ digital អូខេយើងអាចគ្រាន់តែផ្សាយទៅថាយើងមាននៅលើ platform នៅលើអីក៏ប៉ុន្តែបើសិនជាគាត់ចង់កម្មង់ direct ក៏អាចកម្មង់បានអីចឹងណាហ្នឹងហើយឬក៏យើងអត់មាន delivery ខ្លួនឯងឬក៏យើងពិបាក delivery អីយើង optimize នៅលើ platform អត់អីទេអញ្ចឹងយើងផ្សាយឈ្មោះយើងមានផ្សាយអីទៅតែយើងអាចសុំ link ពី platform ហ្នឹងមកដែលឲ្យភ្ញៀវចុចលើ link ហ្នឹងទៅគាត់ចូលទៅកាន់ store របស់យើងហ្មងមានន័យថាចូលមក platform ហ្នឹងគឺអត់ចូលទៅ store ណាផ្សេងៗឬក៏ឃើញចូលមកអា landing page ដំបូងឯងគឺចូលមកចូលទៅ store របស់យើងឃើញប្រដាប់ហ្នឹងគាត់អាចចុចទិញបានតែម្ដងអាហ្នឹងក៏ជាវិធីសាស្ត្រល្អមួយនៅក្នុងការផ្សព្វផ្សាយនៅលើ digital ដែរណាហ្នឹងហើយអញ្ចឹងសួរថានៅលើ platform អត់ធ្វើ digital យើងនៅតែអាចធ្វើបានបើសិនជាយើងមាន budget មានអីគាត់ថាមុននឹងចេញមក digital រកភ្ញៀវខាងក្រៅហ្នឹងគឺរកភ្ញៀវខាងក្នុងហ្នឹងឲ្យបានសិនទៅភ្ញៀវដែលគេចូលមក platform ដែរចូលមកខ្មែរ24ភ្ញៀវដែលចូលមក Food Panda ភ្ញៀវដែលចូលមក Eat អីទាំងអស់ហ្នឹងបើយើងលក់ចំណីអាហារអីឬក៏របស់អីផ្សេងៗហ្នឹងយើងត្រូវចាប់ភ្ញៀវដែលគេចូលមករាល់ថ្ងៃលើ app គេហ្នឹងធ្វើម៉េចចាប់ឲ្យបានសិនទៅបាទឲ្យអស់ពីលទ្ធភាពហើយចាំយើងមករកភ្ញៀវដោយខ្លួនឯងនៅខាងក្រៅតាមរយៈ run អីធ្វើ social media អីផ្សេងៗហ្នឹងអាហ្នឹងជារឿងបន្ទាប់ទៀតអញ្ចឹងបាទអញ្ចឹងនេះគឺជាវិស័យ e-commerce បន្ទាប់ពី e-commerce មកយើងចូលដល់វិស័យមួយទៀតគឺវិស័យ retail ណាអញ្ចឹងមិនខ្ញុំនិយាយមកយើងមានវិស័យចំនួន3ហើយអញ្ចឹងយើងមានវិស័យខាងផ្នែក investment association ជាលក្ខណៈសមាគមទី2គឺវិស័យ e-commerce នៅក្នុងផ្នែកសម្លៀកបំពាក់ហើយនឹងមួយទៀតគឺទី3គឺវិស័យ e-commerce សម្រាប់ចំណីអាហារអញ្ចឹង e-commerce គឺដូចគ្នាពីហ្នឹងណានឹងចាត់ទុកថាវិស័យតែមួយទៅគាត់ថាខ្ញុំរាប់ជា business ពីរផ្សេងគ្នាបាទអញ្ចឹងយើងរាប់តាទី1មិញគឺ investment association ទី2 e-commerce តកតមួយសម្លៀកបំពាក់ accessory របស់គ្រឿងប្រើប្រាស់ផ្សេងៗហើយនឹងទី3គឺ e-commerce សម្រាប់ F&B ណាហ្នឹងហើយអញ្ចឹងឥឡូវនេះដែលយើងចូលដល់ទី4ហ្នឹងគឺផ្នែក retail នេះសំដៅទៅលើ mart ហ្នឹងហើយអញ្ចឹងយើងបើកលក្ខណៈ mart ហ្នឹងអាហ្នឹងក៏ខ្ញុំធ្លាប់ឆ្លងកាត់ business របៀបហ្នឹងហើយយុទ្ធសាស្ត្រទីផ្សារនៅពេលហ្នឹងគឺតាម retail មួយគឺអូខេយើងអាចធ្វើនៅលើ digital អីផ្សេងៗតែតាមពិតការធ្វើនៅលើ digital ហ្នឹងគឺវាអត់សូវទាញប្រយោជន៍មកបានច្រើនខ្លាំងទេដោយសារអីវិស័យ retail គឺភ្ញៀវគាត់អត់មានពេលឬដើម្បីធ្វើដំណើរទៅឆ្ងាយដើម្បីទៅទិញក្នុង mart ណាមួយទេហើយសំខាន់គឺ competitor យើងនៅតាមដងផ្លូវហ្នឹងគឺវាច្រើនមែនតើណាអញ្ចឹងយើងអត់អាចព្យាយាមទៅ target mass audience នៅលើ public ទាំងអស់មួយក្រុងឬក៏មួយប្រទេសហ្នឹងដើម្បីឲ្យគាត់មកទិញនៅ mart របស់យើងទេពេលខ្លះ mart របស់យើងមានតែប្រហែលសាខាទៀតបាទអញ្ចឹងអ្វីដែលយើងត្រូវបដោតគឺ surrounding community របស់យើងបាទអញ្ចឹងមានន័យថាតាមនៅជុំវិញហ្នឹងយើងធ្វើម៉េចឲ្យគាត់ស្គាល់ពីយើងឲ្យគាត់ដឹងពីផលិតផលរបស់យើងឲ្យគាត់មកទិញយើងអញ្ចឹងការផ្សព្វផ្សាយគឺមាន direct តែម្ដងយើងអាចចុះដើរផ្សព្វផ្សាយចែកជាខិតទៅបានទូចមាន promotion ឬអត់ promotion seasonal product ថ្មីសម្រាប់ upcoming event upcoming ceremony អីផ្សេងៗអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងជូនដំណឹងអាហ្នឹងទៅពួកគាត់ដោយ direct ទៅ surrounding ហ្មងមួយទៀតបើសិនជាយើងចង់ run ads ផ្សព្វផ្សាយនៅលើ Facebook វាអាចជួយបានដែរយើងអាច target surrounding store របស់យើង1គីឡូ2គីឡូតាមពិតបើសិនជាយើងនិយាយនៅក្នុងប្រទេសកម្ពុជានៅភ្នំពេញវិញណាគ្រាន់តែ1គីឡូ2គីឡូហ្នឹងវាចង់ផុតបាត់ហើយ competitor យើងហូរហែបាត់ហើយអញ្ចឹងទោះបីជាគាត់ឃើញរបស់យើងពេលខ្លះ promotion ហ្មងគាត់ជិះកាត់មកដល់យើងគាត់ឃើញ mart 2 3គាត់ចូលបាត់អញ្ចឹងហ្នឹងហើយពេលខ្លះគាត់អត់មានពេលជិះមកទៀតទោះបី promotion ហ្មងក៏ពិបាកទាញគាត់ដែរតែ promotion ខ្លាំងទៀតហ្នឹងអញ្ចឹងវាយើងអាចថាព្យាយាមធ្វើទៅក៏ប៉ុន្តែប្រសិទ្ធភាពខ្លាំងគឺភ្ញៀវដែលនៅជុំវិញហ្នឹងហ្មងហើយមួយទៀតយើងអាចបដោតទៅលើភ្ញៀវជិះកាត់ណាអញ្ចឹងភ្ញៀវដែលជិះកាត់យើងនឹងហើយយើងជាឱកាសរបស់យើងក្នុងការចាប់មកគាត់អញ្ចឹង
dương ai miền cam sọp sai để thằng đã sủng lệ trong bạc lạc lan đã chê flex nơi khoảng mục bà flex thông thông ai quạt khơi thì bạn đạt bao dương rồi có promotion trong banner ai thông thông như thế ở quạt chỉ cắt quạt lệ thì khơi quạt ai nắng chiên trâu màu ai chẳng tới nè anh nắng chỉ cam bắt đấu boss vì sai thì theo rồi có dương hai tham mạt anh dẫn đó là ngày hai tờ to một tiết luôn vì sai thì theo nó có dương thử bắt đấu phòng khánh tên lừa shopping experience này bạn đăng display bao dương này thà tá nhiều trâu màu nó có sủa tình có sủa mưa nè hay đào nó về chương đai về chỉ biết về sản lá về cuộc về rồi còn về tiếp về về phư group con nó cứ về sầm khăn chiên cam sắp sai này là digital thì nó hay sầm khăn chiên ca đại kẹt tiền chiều tiền phối và sân chiều chiều còn mau hai còn bên chất còn mau hai và đặt về thử một quát nắng của bạn trong cam thôi tên dương một đòn thiệt này chắc tôi bây giờ sai lăng và nát thôi của bạn thì kẹt tiền còn đặt nè hai giờ vì sai thì theo sụp mai dương tiếp thì dương mơ từ lứa hàng lụa chạp bùiในtrận đừng bà thua cam cột trên class dùng vài ra cái đề bà bờ hang lụa chạp bùi đã quạt nơi trận nó còn ai luôn không là mọi thu chiến Canada để dương ban mát và sân để dương ai miền nằm lấy rồi có là thò ná đại biệt khóc bị phụ quát hay đại bọn đôi khi ta nằm lấy để dương lớp quát thư dương của bạn luôn nè chắc là nó coi chia ca để dương cua vào đạo mình đã sầm rắm vị sai thì thế rồi còn mà ទី5គឺវិស័យអចលនទ្រព្យឬក៏ភាសាអង់គ្លេសយើងហៅថា property អញ្ចឹងវិស័យអចលនទ្រព្យក៏យើងអាចធ្វើ marketing ទាំង offline ហើយនិងទាំង digital ដែរហើយសម្រាប់ marketing digital ហ្នឹងគឺយើងបដោតសំខាន់គេហៅថា lead generation campaign មានន័យថាធ្វើយ៉ាងណាសម្រាប់ឲ្យអ្នកដែលគាត់ចាប់អារម្មណ៍ហ្នឹងគាត់តម្លាក់លេខមកឬក៏គាត់ comment ឬក៏គាត់ទេមកយើងឬក៏គាត់ message អីចឹងទៅគោលបំណងរបស់យើងក្នុងការផ្សាយគឺយើងអត់បដោតថាធ្វើម៉េចឲ្យគាត់ឃើញហើយគាត់ត្រូវតកក់លុយភ្លាមទេ គាត់ត្រូវមកមើលសិនគាត់ត្រូវយល់សិនគិតពិចារណាសិនព្រោះរឿងហ្នឹងគឺវាមិនជារឿងតូចហើយវាលុយធំអញ្ចឹងហ្នឹងហើយអញ្ចឹងអាហ្នឹងគឺរបៀប focus នៅលើ digital ហើយ campaign ដែលយើងត្រូវធ្វើគឺខ្ញុំបញ្ជាក់គឺ lead generation campaign ហើយសំខាន់មួយទៀតនោះគឺ sales showroom អញ្ចឹង sales showroom គឺជាកន្លែងដែលលក់ពិតប្រាកដមានន័យថា digital marketing គាត់តែតាក់ទាញ lead ភ្ញៀវដែលគាត់ចាប់អារម្មណ៍ហើយគាត់មកទេតែសំខាន់គឺនៅក្នុង sales showroom របស់យើងថាតើ team sales របស់យើងគាត់មានសមត្ថភាពប៉ុណ្ណាការស្លៀកពាក់របស់គាត់សមរម្យអត់គាត់នៅ stand by ជាប្រចាំអត់ហើយថាតើគាត់មាន material មានន័យថា sales ឬក៏ marketing sales material ហ្នឹងគាត់មានគ្រប់គ្រាន់អត់ដែលដូចជា leaflet ប្លង់ផ្ទះទំហំផ្ទះអីទាំងអស់ហ្នឹងហើយតើវា professional វាស្អាតគ្រប់គ្រាន់អត់អញ្ចឹងណាហ្នឹងហើយអញ្ចឹងអាទាំងអស់ហ្នឹងវាជាកត្តាសំខាន់គឺនៅក្នុងកន្លែង sale ហ្នឹងមកបាទហើយសម្រាប់ offline marketing ការផ្សព្វផ្សាយនៅលើ offline វិញអ្វីដែលយើងត្រូវធ្វើគឺយើងបដោតទៅលើការរៀបចំសកម្មភាពនៅទីតាំងនៅក្នុងនឹងផ្ទះគំរូរបស់យើងទីតាំងការដ្ឋានដែលកំពុងសាងសង់ហ្នឹងឲ្យវាមានស្រាប់ធ្នាប់ហើយអាហ្នឹងនៅក្នុង product ហើយការផ្សព្វផ្សាយខាងក្រៅមានន័យថាយើងអាចចងជា banner លើកជា J flag ដាក់ទង់ដាក់អីឲ្យវាច្រើនទៅឲ្យតាក់ទាញគេកាត់ឬក៏អីគេឃើញហើយភ្ញៀវដែលគាត់មកហ្នឹងក៏គាត់អាចមានអារម្មណ៍ថាល្អស្អាតក៏ចូលចិត្តអីចឹងទៅក៏ការលក់របស់យើងវាអាចកើនឡើងតាមហ្នឹងអាហ្នឹងជាការបដោតការផ្សព្វផ្សាយរបស់វិស័យអចលនទ្រព្យទី6វិស័យអប់រំខ្ញុំចង់បដោតទៅលើតែសាកលវិទ្យាល័យឯណាអញ្ចឹងសម្រាប់សាកលវិទ្យាល័យឯកជនផ្សេងការផ្សព្វផ្សាយនៅលើ digital ខ្ញុំគិតថាគាត់គួរតែបដោតទៅលើ digital branding ឲ្យបានច្រើនសូវ expertise សូវជំនាញរបស់គាត់សូវលទ្ធផលនិស្សិតរបស់គាត់សូវសមត្ថភាពគ្រូរបស់គាត់ណាសូវ partnership ការីកលឹមអីរបស់គាត់ទាំងអស់ហ្នឹងដើម្បីឲ្យគេទុកចិត្តបាទដើម្បីឲ្យគេមើលហើយគេចាប់អារម្មណ៍គេចង់មកដើម្បីសួរព័ត៌មានមិនមែនថាគាត់ផ្សាយទៅដើម្បីចង់ឲ្យគេបង់លុយភ្លាមចុះឈ្មោះភ្លាមអត់ទេគាត់អាចមាន promotion អីផ្សេងៗដើម្បីឲ្យតាក់ទាញឲ្យគេមកហើយពេលដែលគេមកដល់កន្លែងសកលរបស់គាត់ហ្នឹងគឺ sales team របស់គាត់នៅកន្លែងហ្នឹងហើយជាអ្នកដែល close sale អីចឹងទៅវាប្រហាក់ប្រហែលជាមួយនឹង property ដែរអញ្ចឹងណាគាត់ថាសម្រាប់វិស័យអប់រំនេះគឺយើងអាចសូជំនាញ expertise មានន័យថាភាពប៉ិនប្រសប់នៅក្នុងវិស័យរបស់យើងបាទជំនាញរបស់យើងនៅក្នុងវិស័យអប់រំនៅក្នុងមុខវិជ្ជាផ្សេងៗដែលយើងបរៀននៅសាលារបស់យើងណាឲ្យបានច្រើនហើយការផ្សព្វផ្សាយនៅលើ digital ហ្នឹងគឺយើងអាចថាគេភាគច្រើនមែនតើទៅលើសិស្សហើយក៏ប៉ុន្តែច្រើនជាងសិស្សទៀតនោះគឺកណាព្យាបាលរបស់សិស្សហើយណាតាមពិតពួកគាត់ហ្នឹងគឺជា key សម្រាប់ចិត្តសំខាន់នៅខ្មែរយើងទៅលើការសិក្សារបស់កូននៅសាកលវិទ្យាល័យហ្នឹងបាទពួកគាត់អ្នកបងលុយហ្នឹងហើយមួយទៀតសម្រាប់សាកលវិទ្យាល័យទាំងអស់ហ្នឹងក៏ខ្ញុំលើកទឹកចិត្តឲ្យគាត់មាន website បាទព្រោះ
ការ sell បាទការផ្សព្វផ្សាយរបស់សាកលវិទ្យាល័យដើម្បីឲ្យគេទុកចិត្តដើម្បីឲ្យគេអាចមើលព័ត៌មានបានច្រើនព្រោះសាកលវិទ្យាល័យមួយមានមុខវិជ្ជាច្រើនមានអីចឹងដល់គាត់មានតែ Facebook page មួយគឺវាអត់គ្រប់គ្រាន់ទេតែមាន website ហើយ website នឹងទៀតបើថាមានហើយអត់ស្អាតកុំតន់មានបាទកុំតន់មានល្អជាងបើថាមានហើយធ្វើវាឲ្យស្អាតឲ្យភ្លឹងព្រោះអាហ្នឹងគឺជាមុខមាត់របស់យើងហ្មងបើសិនជាយើងធ្វើទៅស្អាតភ្លឹងល្អអាហ្នឹងយើងអាចតាក់ទាញភ្ញៀវគេទុកចិត្តតែបើសិនជាយើងធ្វើទៅទាំងដែលយើងអត់យកចិត្តទុកដាក់ថាឲ្យតែមានឲ្យតែបានវាអាចនឹងប៉ះពាល់ទំនុកចិត្តរបស់ភ្ញៀវវិញការលក់របស់យើងក៏អាចធ្លាក់ចុះ marketing របស់យើងក៏អត់សូវមានប្រសិទ្ធភាពដែរទី7នេះខ្ញុំចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំនៅពេលដែលខ្ញុំ run marketing agency digital marketing agency អញ្ចឹងក្នុងនាមយើងជា digital marketing agency មានន័យថា presence របស់យើងវត្តមានរបស់យើងនៅលើបណ្ដាញសង្គមគឺវាសំខាន់ព្រោះអាហ្នឹងជាកន្លែងដែលយើងបញ្ជាក់ថាយើងអាចធ្វើបានសម្រាប់ខ្លួនឯងអញ្ចឹងបានភ្ញៀវគាត់ទុកចិត្តគាត់អាចមករកយើងដើម្បីធ្វើឲ្យគាត់ដែរណាអញ្ចឹងការផ្សព្វផ្សាយរបស់យើងផ្សេងៗនៅលើ Facebook TikTok បាទ LinkedIn បាទមិនថាInstagram បាទផ្សេងៗទាំងអស់ឲ្យវាល្អឲ្យវាលយឲ្យវាតាក់ទាញទៅព្រោះអាហ្នឹងជាកត្តាសំខាន់ដែលបញ្ជាក់ថាយើងអាចធ្វើបានភ្ញៀវមករកយើងអញ្ចឹងដូចខ្ញុំបញ្ជាក់ពីដើមអញ្ចឹងហើយសំខាន់មួយទៀតគឺយើងគួរតែមាន website ហ្នឹងហើយអញ្ចឹង website ដែលបង្ហាញពីសកម្មភាពរបស់យើង portfolio របស់យើងផ្សេងៗភ្ញៀវដែលធ្លាប់ធ្វើការជាមួយយើងដៃគូរបស់យើង team របស់យើងបាទអាទាំងអស់ហ្នឹងគឺបង្កើនការទុកចិត្តខ្លាំងហើយវិស័យ digital marketing agency គឺយើងហៅចូលក្នុងវិស័យ B2B ឯងអញ្ចឹង B2B វាត្រូវការ consider ការទុកចិត្តមុននឹង close sale បានមួយណាវារៀង take time តិចក៏ប៉ុន្តែនៅពេលដែល take time ហើយគឺវា sustain មានន័យថាវាបន្តទៅមុខបានយូរអង្វែងបើសិនជាយើងនឹងអាចបំពេញតួនាទីរបស់យើងបានល្អសម្រាប់ភ្ញៀវរបស់យើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងការផ្សព្វផ្សាយពីដំបូងគឺត្រូវ invest ខ្លាំងទៅលើ digital marketing digital branding ឲ្យបានច្រើន website អីទាំងអស់ហ្នឹងហើយសម្រាប់ offline marketing វិញចឹងក្នុងនាមជា digital agency digital marketing agency ហ្នឹងគឺយើងត្រូវទៅចូលរួម event ផ្សេងៗដែលតាក់ទងជាមួយនឹងវិស័យ business association ផ្សេងៗដែលគេរៀបចំ event ជា exhibition ជាសហគមន៍អាជីវកម្មតាំងពីពណ៌ផលិតផលអីផ្សេងៗព្រោះពេលដែលយើងចូលទៅគឺយើងអាចជួបម្ចាស់អាជីវកម្មផ្សេងៗបានច្រើនដែរហើយដែលគាត់អាចមករកសេវាកម្មរបស់យើងឬក៏ការ event តាំងពីពណ៌តាក់ទងមួយ service provider នៅក្នុងវិស័យបច្ចេកវិទ្យាអញ្ចឹងទៅបាទអញ្ចឹងយើងអាចក៏ចូលរួមនៅក្នុងនឹងដែរហើយមួយទៀតគឺយើងអាចចូលជាសមាជិកបាទ member របស់ association ផ្សេងៗបាទដើម្បីអាចផ្សព្វផ្សាយសេវាកម្មរបស់យើងទៅកាន់សមាជិកដែលជាម្ចាស់អាជីវកម្មទាំងអស់នៅក្នុង association ហ្នឹងអញ្ចឹងណាហ្នឹងហើយយើងក៏អាចរៀបចំជាគេហៅថា free webinar បាទចែកចំណុចតាម online តាក់ទងមួយ marketing digital marketing អីចឹងទៅបាទតាក់ទងមួយជំនាញរបស់យើងហ្នឹងឬក៏រៀបចំជា seminar workshop ខ្លីៗបាទ sharing session ខ្លីៗ in person ក៏បានដែរដែលយើងអាចហៅភ្ញៀវ potential របស់យើងឲ្យគាត់មកហើយយើងចែកឲ្យគាត់ free អញ្ចឹងបើសិនជាអ្នកណាគាត់យល់ពីអាហ្នឹងហើយគាត់ដឹងជឿជាក់ពីសមត្ថភាពរបស់យើងគាត់ចង់ process បន្តដើម្បីប្រើសេវាកម្មរបស់យើងអាហ្នឹងគាត់នឹងតាក់ទងមកណាហ្នឹងនៅក្នុងវិស័យmarketing agency ដែលយើងផ្ដោតសំខាន់ទៅលើ B2B ណាភ្ញៀវរបស់យើងគឺជាម្ចាស់អាជីវកម្មយើងគួរធ្វើរបៀបហ្នឹងជាបទពិសោធន៍របស់ខ្ញុំតខ្លួនចុងក្រោយនេះដែលខ្ញុំកំពុងតែធ្វើនេះបាទអញ្ចឹងវិស័យអប់រំដែរបាទតាក់ទងជាមួយនឹងការអប់រំនេះតែមិនមែនជាសាលាតែជាការអប់រំដូចថាយើងជា personal trainer បាទខ្លួនឯងហ្នឹងមានន័យថាខ្លួនឯងឬក៏យើងជា start up មួយយើងមាន training center ទូចមួយអីចឹងអញ្ចឹងការផ្សព្វផ្សាយគឺផ្ដោតសំខាន់ទៅលើ branding ខ្លាំងដែរដើម្បីឲ្យគេទុកចិត្តថា trainer ជាអ្នកណាគាត់មានបទពិសោធន៍អីខ្លះគាត់ត្រូវចែករំលែកយ៉ាងណាបានច្រើនហើយសំខាន់គឺយើងត្រូវដឹងថាភ្ញៀវរបស់យើងវាអាចមាន B2C ហើយនិង B2B យ៉ាងណាទាំងពីរហ្នឹងគឺត្រូវការ branding ខ្លាំងដូចគ្នាដើម្បីយើងអាចតាក់ទាញភ្ញៀវបានខ្លាំងជាងគេតែ branding យើងខ្សោយជាងគេគឺយើងពិបាកណាអញ្ចឹង branding ខ្ញុំចង់សម្ដៅទៅលើទាំង digital ឬក៏ offline ក៏ដោយមានន័យថាយើងត្រូវចែករំលែកពីចំណេះជំនាញរបស់យើងឲ្យបានច្រើនបាទយើងអាចទៅចូលរួមជា speaker កម្មវិធីរបស់គេលើ online ឬកម្មវិធីរបស់គេជារៀបចំដោយផ្ទាល់យើងខ្លួនឯងយើងអាចរៀបចំជា online ដោយផ្ទាល់ព្រោះអ្នកដែលចូលរួមទាំងអស់ហ្នឹងសិតសឹងតែជាភ្ញៀវដែលអាចនឹងចូលរួមវគ្គសិក្សារបស់យើងអីចឹងទៅបាទហើយតាក់ទងជាមួយនឹង B2B វិញបាទព្រោះពេលខ្លះយើងអាចនឹងត្រូវការមានក្រុមហ៊ុនអាជីវកម្មផ្សេងៗគាត់ហៅយើងទៅ train ទៅអីឬក៏តាក់ទងមកយើងឲ្យទៅ train បុគ្គលិកគាត់អីចឹងណាអាហ្នឹងក៏យើងត្រូវរៀបចំខ្លួនមានន័យថាយើងត្រូវមាន profile មួយច្បាស់លាស់យើងត្រូវមានតារាងតម្លៃមួយច្បាស់លាស់
បាទមិនមែនថាយើងអាចត្រូវតែផ្ញើហ្នឹងឲ្យគេគាត់ថាពេលខ្លះពេលដែលគេនិយាយមកយើងសួរនាំចរចាអីយើងអាចផ្ដល់ idea ឲ្យគេខ្លះៗគេដឹងខ្លះៗពីតម្លៃរបស់យើងពី scope របស់យើងសមត្ថភាពរបស់យើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏យើងអាចបើសិនជាយើងចង់បុក B2B ក៏យើងអាច direct marketing direct sale បាទណាត់ជួបគេសុំ present អ្វីដែលយើងមានផ្ញើ email ទៅគេបាទផ្ញើ Telegram ទៅគេបាទចូលរួម event អីផ្សេងៗទៅអាហ្នឹងក៏វាប្រហាក់ប្រហែលជាមួយនឹង digital marketing agency ដែរបើយើង target B2B តែបើ target B2C ដូចខ្ញុំនិយាយអញ្ចឹងគឺត្រូវការ branding ខ្លាំងដូចគ្នាហើយសំខាន់គឺត្រូវចែករំលែកtechnique ចែកទេអីផ្សេងៗហ្នឹងឲ្យបានច្រើននៅលើ digital ដើម្បីទាក់ទាញ lead ដែលចាប់អារម្មណ៍នៅក្នុងវិស័យចំណេះរបស់យើងពេលគាត់ចាប់អារម្មណ៍ហើយគាត់អាចចូលរួមនៅក្នុងវគ្គសិក្សារបស់យើងអីចឹងទៅបាទអញ្ចឹងអាហ្នឹងគឺវិស័យដែលខ្ញុំគង់ធ្វើបច្ចុប្បន្នហើយវាទៅហូតដែលបងប្អូនទាំងអស់គ្នាធ្វើនេះក៏វានៅក្នុងជាយុទ្ធសាស្ត្រក្នុងការបង្កើតការទុកចិត្តរបស់ខ្ញុំមួយដែរអញ្ចឹងណាបាទទី9នេះខ្ញុំចង់ចែករំលែកដែរតាក់ទងជាមួយនឹងវិស័យលក់បោះដុំបាទព្រោះវិស័យនេះខ្ញុំអត់ធ្លាប់ប្រឡូកនៅក្នុងនោះទេក៏ប៉ុន្តែមានខ្ញុំធ្លាប់ជួបភ្ញៀវដែលគាត់ធ្វើនៅក្នុងវិស័យហ្នឹងគាត់មកត្រូវការជំនួយប្រឹក្សាយោបល់តាក់ទងមួយទីផ្សារផ្សេងៗណាហ្នឹងហើយអញ្ចឹងក៏ខ្ញុំដឹងពីវិស័យនេះខ្លះព្រោះវិស័យបោះដុំហើយនឹងទៅលើផលិតផល specific មួយចំនួនដូចជាគ្រឿងសំណង់ឬក៏គ្រឿងបោសសម្អាតធំអីអញ្ចឹងណាមិនថាមិនបោះដុំទេតែតែអ្នកទិញរបស់គាត់គឺជាភ្ញៀវតែក្រុមហ៊ុនហើយក្រុមហ៊ុនធំជាក្រុមធំអីអញ្ចឹងទៅណាម៉ាស៊ីនសម្អាតតាក់ទងជាមួយនឹងគ្រឿងសំណង់ធំដែលភ្ញៀវរបស់គាត់ជាបុរីជាអ្នកចែកចាយគ្រឿងសំណង់ធំអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងអឺការដែលស្ថិតនៅក្នុងវិស័យបោះដុំរបៀបហ្នឹងភ្ញៀវរបស់យើងមិនមានច្រើនទេនៅលើ social media ណាអញ្ចឹងយើងអត់ដូចជាអត់មានត្រូវការចាំបាច់អីត្រូវធ្វើក្ដួងក្ដាំងអីខ្លាំងច្រើននៅលើ social media តែយើងអាចធ្វើបានដូចថា share ខ្លះៗពីប្រដាប់របស់យើងពី branding របស់យើងអីចឹងណាហើយការ run ad នៅលើ social media អីសម្រាប់ករណីហ្នឹងក៏វាមិនសូវជាបានផលអីច្រើនដែរអញ្ចឹងបើសិនជាយើងជាអ្នក marketing នៅក្នុងវិស័យហ្នឹងអ្វីដែលយើងគួរបដោតគឺយើងបដោតទៅលើ direct marketing និង direct sale ហើយយើងព្យាយាមធ្វើម៉េចរៀបចំoffer របស់យើងនេះមានន័យថាទៅទាំងផលិតផលរបស់យើងទាំងសេវាកម្មបន្ទាប់បន្សំផលិតផលបន្ទាប់បន្សំផ្សេងៗឲ្យវាត្រូវតម្រូវការដែលខ្ញុំចង់បានអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងត្រូវចុះទៅជួបផ្ទាល់បាទព្រោះភ្ញៀវយើងអត់ច្រើនហើយយើងដឹងតែគាត់នៅណាហើយអញ្ចឹងយើងមិនពឹងផ្អែកខ្លាំងទៅលើ social media តែសំខាន់គឺ sale material របស់យើងអ្វីដែលយើង bring ទៅអ្នកកាត់ប្លុករបស់យើង leaflet របស់យើង brochure របស់យើងទាំងអស់ហ្នឹងឲ្យវាមានគ្រប់គ្រាន់ professional ណាហើយបន្តមកទៀតគឺ website ព្រោះភ្ញៀវខ្លះពេលដែលគាត់ឃើញអញ្ចឹងហើយគាត់ចូលមកមើល website របស់យើងវាអាចមានព័ត៌មានផ្សេងៗយើងអាប់ដេតថ្មីបន្ថែមពីលើ brochure របស់យើងអញ្ចឹងទៅឬក៏វាព័ត៌មានដូចគ្នាប្រហាក់ប្រហែលគ្នាក៏ដោយក៏វាអាចបង្កើនការទុកចិត្តមួយកម្រិតទៀតដែរព្រោះការទិញមួយសម្រាប់ការលក់ដុំគឺតម្លៃវាធំតម្លៃវាច្រើនណាអញ្ចឹងត្រូវការទុកចិត្តខ្ពស់ហើយបើសិនជាយើងធ្លាប់ close sale បានមួយហើយអូខេវាអាចនឹង consistent sale នឹងបន្តមកទៀតដែរទី10ចុងក្រោយដែលខ្ញុំចង់ចែករំលែកដែរហ្នឹងគឺវិស័យ F&B ដូចថាយើងបើកហាងលក់ម្ហូបអាហារលក់ទាវលក់បាយឬក៏លក់ភេសជ្ជៈលក់អីផ្សេងៗណាអញ្ចឹងពេលដែលយើងបើកហាងរបៀបហ្នឹងឧទាហរណ៍យើងមានមួយសាខាឬក៏2-3សាខាអីឯងអញ្ចឹងការផ្សព្វផ្សាយរបស់យើងអាចផ្សាយនៅលើ digital ក៏ប៉ុន្តែមិនមែនផ្ដោតសំខាន់ផ្សាយខ្លាំងលើ digital ទេអ្វីដែលសំខាន់គឺ surrounding community ហើយនិង passerby passenger ដែលគាត់ជិះកាត់កន្លែងយើងហ្នឹងគឺវាប្រហាក់ប្រហែលជាមួយនឹងវិស័យ retail mart ដែរព្រោះភ្ញៀវដែលគាត់មកញ៉ាំអីមកអីញ៉ាំអញ្ចឹងគាត់អាចជិះឆ្ងាយមករកកន្លែងយើងទេលុះត្រាតែគាត់ហ្នឹងកន្លែងយើងហ្នឹងចង់និយាយថាមានតែមួយហ្នឹងហ្មងដែលមានរបស់ហ្នឹងហើយតែគាត់ហ្នឹងគឺគាត់ចង់ញ៉ាំរបស់តែយើងមានហ្នឹងហ្មងអាហ្នឹងបានគាត់ព្យាយាមចង់និយាយថាខំព្យាយាមមករកដល់កន្លែងយើងអញ្ចឹងបើសិនជាមិនអញ្ចឹងទេគឺយើងពិបាកក្នុងការចាប់គាត់ដែរអញ្ចឹងវាមិនចាំបាច់ខ្លាំងក្នុងការផ្សព្វផ្សាយទៅលើ digital ទៅ mass audience ទូទាំងក្រុងទូទាំងខេត្តឬក៏ទូទាំងប្រទេសដែរយើងអាចផ្ដោតសំខាន់ទៅលើភ្ញៀវដែលនៅជុំវិញហាងរបស់យើងហ្នឹងថាតើភ្ញៀវហ្នឹងជាបរទេសជាក្មេងជាចាស់តែគេចូលចិត្តញ៉ាំអីតែម្ហូបអីដែលគេនិយមនៅតំបន់ហ្នឹងយើងព្យាយាមប្រផុសអាហ្នឹងផ្ដោតអាហ្នឹងផលិតផលម្ហូបអាហាររបៀបហ្នឹងទៅដើម្បីភ្ញៀវទាំងអស់ហ្នឹងគាត់អាចមកញ៉ាំបានឬក៏អ្នកជិះកាត់ដែរថាតើអ្នកជិះកាត់ហ្នឹងភាគច្រើនជាអីគេពួកគាត់ជាបុគ្គលិកធ្វើការគាត់ជាម្ចាស់អាជីវកម្មឬក៏គាត់អីដែលនៅម្ដុំយើងដែលសាជិះកាត់នេះណាអាណាព្យាបាលសិស្សអីផ្សេងៗហ្នឹងថាតើយើងប្រផុសអីកន្លែងរបស់យើងរៀបចំមិនដើម្បីអាចឲ្យពួកគាត់ចូលមកញ៉ាំបានណាដើម្បីអាចតាក់ទាញពួកគាត់បានអញ្ចឹងការផ្សព្វផ្សាយបាទផ្ដោតទៅលើ surrounding community ហើយនិង pass by passenger ដូចគ្នាអញ្ចឹងយើងអាចលើកផ្លាកលើក promotion លើកអី banner អីនៅកន្លែងយើងទៅហើយសម្រាប់ការផ្សព្វផ្សាយ digital បើសិនជាចង់ធ្វើគឺខ្ញុំលើកទឹកចិត្តឲ្យធ្វើប្រដាប់ណាដែលយើងអាច delivery ចេញទៅបានហើយងាយហើយក៏យើងមើលដែរថាប្រដាប់ណាដែលគេនិយមទិញបែប digital អញ្ចឹងណាអញ្ចឹងបើសិនជាយើងលក់គុយទាវហើយយើងទៅប្រកួតមិនឈ្នះជាមួយនឹង app ដែលគាត់កំពុងតែលក់ app ម្ហូបអាហារផ្សេងៗ
អញ្ចឹងយើងអាចប្រផុស product ណាដែលវាថ្មីដែលវាអាច deliver បានហើយបើសិនជាយើងមាន product ណាដែលយើងចង់ delivery ដែរយើងអាចដាក់នៅលើ delivery របស់គេដែរទៅក៏បានដែរ food delivery ណាហ្នឹងហើយក្រុម platform ផ្សេងៗរបស់គេក៏បានណាតែបើចង់ធ្វើខ្លួនឯងយើងត្រូវរើស product ណា specific មួយក្រុមមកឬក៏ product ណាតែមួយក៏បានដែរអាហ្នឹងគឺយើងអាចភ្ញៀវ order ភ្លាមគាត់អាចទិញបានភ្លាមហើយយើងមានសមត្ថភាពដឹកឲ្យគាត់បានគ្រប់គ្រាន់ណាយើងអាចផ្សព្វផ្សាយពីហាងយើងទាំងអស់ចង់ឲ្យគេទិញទាំងអស់នៅលើ social media អត់ទេយ៉ាងណាយើងអាចធ្វើជាលក្ខណៈ branding អញ្ចឹងយើងអាចផ្សាយពីហាងរបស់យើងពីគុណតម្លៃរបស់យើងអីផ្សេងៗយើងអាចធ្វើបានអាហ្នឹងយើងផ្សាយទៅតែក៏យើងអត់រំពឹងថាផ្សាយនៅលើ social media ហ្នឹងបានភ្ញៀវមកឥឡូវឬក៏បានភ្ញៀវមកច្រើនដែរអាហ្នឹងវាអាស្រ័យទៅលើសមត្ថភាពក្នុងការធ្វើវីដេអូរបស់យើងហើយមួយទៀតគឺអាស្រ័យទៅលើលុយបាត់ចិត្តដែលយើងចាយបួនដែរព្រោះទោះបីជាវីដេអូយើងល្អយ៉ាងណាក៏ដោយបើសិនជាយើងនិយាយពីយើងគឺពិបាកក្នុងការគេមើលព្រោះគេចង់មើលអ្វីដែលសប្បាយអ្វីដែលកំសាន្តនៅលើ social media អញ្ចឹងបើសិនជាយើងអាចធ្វើឲ្យវាកំសាន្តសប្បាយបាននិយាយពីយើងល្អតែបើសិនជាយើងអត់មានអាហ្នឹងទេគឺយើងត្រូវចាយលុយច្រើនដើម្បីគេស្គាល់យើងដើម្បីគេដឹងពីយើងក៏ប៉ុន្តែដូចខ្ញុំបញ្ជាក់ឡើងវិញដដែលថា social media គឺ target វាធំបាទអញ្ចឹងទូទាំងខេត្តទូទាំងក្រុងឬក៏ទូទាំងប្រទេសអញ្ចឹងបើសិនជាផលិតផលឬក៏សេវាកម្មរបស់យើងណានៅក្នុងវិស័យចំណីហាងរបស់យើងវាអត់អាចទៅដល់ទូទាំងប្រទេសអត់អាចទៅដល់ទូទាំងក្រុងឬក៏អីចឹងទៅណាអញ្ចឹងយើងអាចរើសតែប្រដាក់ណាដែលវាត្រូវដែលវាអាច deliver បានឬក៏យើង run ad ហ្នឹងគឺយើង target តែជុំវិញហ្នឹងក្នុង radius រង្វង់មួយដែលយើងអាចដឹកឲ្យបានហ្នឹងទៅឲ្យភ្ញៀវបានអូខេអញ្ចឹងយើងបានចប់វិស័យផ្សេងៗបាទទាំងបទពិសោធន៍ដែលខ្ញុំធ្វើការផ្ទាល់ទាំងបទពិសោធន៍ដែលខ្ញុំប្រឹក្សាយោបល់ឲ្យភ្ញៀវហើយទាំងអស់ដែលខ្ញុំចែករំលែកហ្នឹងក៏មិនប្រកាសថាវាដូចថាគ្រប់ជ្រុងជ្រោយទេមែនតើពេលវេលាក៏មានតិចដែរខ្ញុំមិនអាច share គ្រប់លម្អិតទាំងអស់នៅក្នុងវីដេអូនេះហើយខ្ញុំជឿថាមានអ្នកបកកែផ្សេងៗដែលគាត់អាចមាន idea ឬក៏បងប្អូនដែលកំពុងមើលប្រកាសជាអាចតែមាន idea ល្អៗច្រើនជាងខ្ញុំទៀតណាហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានមតិយោបល់ឬក៏ comment អីផ្សេងៗអាចជួយចែករំលែកនៅក្នុងវីដេអូមួយនេះឬក៏អាច comment សួរផ្សេងៗក៏បានដែរបើសិនជាមានចម្ងល់ផ្សេងៗខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីឆ្លើយតបទៅបងប្អូនទាំងអស់គ្នាណាហើយបើគិតថាវីដេអូនេះល្អបងប្អូនអាច share វីដេអូនេះទៅដើម្បីឲ្យអ្នកផ្សេងគាត់បានមើលផងហើយដើម្បីយើងអាចស្រួលចូលមកមើលខ្លួនឯងដែរហើយបើសិនជាចង់មើលវីដេអូតាក់ទងជាមួយនឹង marketing ផ្សេងៗទៀតក៏អាចចូលទៅមើលនៅក្នុង page ឬក៏ channel របស់យើងបានផងដែរណាហើយបើសិនជាមានបងប្អូនខ្លះដែលចង់ចាប់ផ្ដើមជំនាញឬការងារទីផ្សារណាដែលកំពុងតែមើលនេះគឺយើងជានិស្សិតឬក៏យើងជាសិស្សអីចឹងឬក៏បងប្អូនដែលកំពុងតែធ្វើការផ្នែកទីផ្សារក៏ប៉ុន្តែយើងមានអារម្មណ៍ថាយើងអត់ទាន់មានមូលដ្ឋានគ្រប់គ្រាន់យើងធ្វើទៅអត់សូវមានគំនិតអីច្រើនណាក៏អាចចូលរួមវគ្គសិក្សាខាងយើងបានផងដែរដែលវគ្គសិក្សារបស់យើងគឺខ្លីខ្លឹមបាទចំណាយថវិកាតិចហើយចាប់បានផលយកអនុវត្តបានតែម្ដងផ្ដោតទៅលើ context សម្រាប់ស្រុកខ្មែរយើងហ្មងណាបាទអញ្ចឹងបើសិនជាចាប់អារម្មណ៍វគ្គសិក្សាហ្នឹងអាចឆាតចូលទៅ page ទៅក្រុមការងារនឹងផ្ដល់ព័ត៌មានអត់ជូនណាពេលដែលឆាតចូលទៅ page សូមដាក់លេខកូដ MKT 007ណា MKT 007នោះក្រុមការងារនឹងផ្ដល់ព័ត៌មានជូនណាបាទអញ្ចឹងខ្ញុំសូមអរគុណហើយសូមជួបគ្នានៅវីដេអូបន្ទាប់